ហើយមានពេលខ្លះគេដាប់ជាគៀងប្រេងកាតលាយជាមួយប្រេងម៉ាស៊ូតបច្ឆេះជាគៀងហ្នឹងគេមួលធំអញ្ចឹងដើម្បីគេអត់កំទេចផ្សែងហ្នឹងវាខ្មៅឡើងពេញហ្នឹងគេបិទជិតណាហើយដល់ច្រមុះហ្នឹងទឹកដែលធ្យូងខ្មៅពេញហ្នឹងអស់ហើយសួរថាបាច់ដុតអីមានអគ្គិសនីអានេះគេដុតទៀមគេភ្លើងអគ្គិសនីនៅមានភ្លើងហើយគេធ្វើអញ្ចឹងដើម្បីធ្វើទរណកម្មយើងឲ្យដកទាំងហើម៉ូសិតហ្នឹងហើយព្រលឹមឡើងខ្ញុំយកដៃឆ្កឹះម៉ូសិតដល់កំទេចធ្យូងប្រេងកាតម៉ាស៊ូតហ្នឹងណានៅពេញហ្នឹងហើយដល់ក្រោយអញ្ចឹងគេនៅធ្វើអញ្ចឹងខ្ញុំក៏យកកូនកសែងមួយកណាត់បន្តិចខ្ញុំយកបិទច្រមុះដកដង្ហើមណាហើយដល់ព្រលឹមឡើងមើលកូនកសែងសិតធ្យូងគេធ្វើទរណកម្មអញ្ចឹងនៅក្នុងរបបសាធារណរដ្ឋប្រជាមានិតកម្ពុជាលោកវ៉ាន់សវណ្ណកាន់តំណែងជានាយករដ្ឋមន្ត្រីបានតែប្រមាណជា6ខែប៉ុណ្ណោះពលគឺចាប់ពីថ្ងៃទី27មិថុនាដល់ថ្ងៃទី2ធ្នូឆ្នាំ1981លោកបានចាប់ខ្លួនដោយជំនាញចារវៀតណាមនៅថ្ងៃ2ធ្នូឆ្នាំ1981និងបញ្ជូនទៅឃុំខ្លួននៅប្រទេសវៀតណាមអស់រយៈពេល10ឆ្នាំនិង52ថ្ងៃនៅក្នុងសៀវភៅសុបិននៃការពិតលោកវ៉ាន់ឌីកាអុនបានសរសេរថាការដកហូតតំណែងលោកវ៉ាន់សវណ្ណគឺបណ្ដាលមកពីលោកប្រមាថទីក្រុងហាណូយយ៉ាងខ្លាំងដោយចង់មានទំនាក់ទំនងឲ្យផ្ទាល់ជាមួយទីក្រុងលូស្គូលរំលោភទីក្រុងហាណូយនិងបណ្ដាលមកពីលោកវ៉ាន់សវណ្ណប៉ុនប៉ងរំដោះកម្ពុជាពីការគាបសង្កត់របស់វៀតណាមហើយប្រឆាំងនឹងនយោបាយអន្តរប្រវេសន៍វៀតណាមនៅកម្ពុជាប៉ុន្តែសំខាន់ជាងនេះលោកវ៉ាន់សវណ្ណរបូតតំណែងហើយត្រូវគេចាប់ដាក់គុកក៏ព្រោះតែលោកដែលជាអតីតខ្មែរវៀតមិញដណ្ដើមតួនាទីដឹកនាំរបស់ក្រុមខ្មែរក្រហមនៅភូមិបូព៌ាប្រឆាំងនឹងប៉ុល ពត ដែលគេស្គាល់ថាជាក្រុមរបស់លោកជាស៊ីម ហេងសំរិននិងហ៊ុនសែនគឺជាទំនាស់ប្រជែងអំណាចរវាងចរន្តទាំងពីរនេះហើយដែលធ្វើឲ្យវៀតណាមបារម្ភហើយបង្ខំចិត្តទម្ចាត់ចោលមួយហើយក៏មានការអះអាងដែរថានៅក្នុងឆ្នាំ1981នោះលោកប៉ាន់សវណ្ណត្រូវបានកងទ័ពវៀតណាមចាប់យកទៅដាក់ពន្ធនាគារនៅក្នុងទីក្រុងហាណូយដោយសារតែលោកប៉ាន់សវណ្ណហ៊ានប្រឆាំងគម្រោងផែនការក5ដែលជាការរៀបចំកែនពលរដ្ឋឲ្យទៅស្លាប់រាប់សែននាក់ដោយគ្រុនចាញ់និងជន់លិនក្រោមលេសការពារព្រំប្រទល់ដែនខ្មែរថៃបន្ទាប់ពីជាប់គុកងងឹតនៅប្រទេសវៀតណាមអស់រយៈពេល10ឆ្នាំនិង52ថ្ងៃលោកប៉ាន់សវណ្ណត្រូវបានដោះលែងឲ្យត្រឡប់មកកម្ពុជាវិញនៅថ្ងៃទី25ខែមករាឆ្នាំ1992ជាបន្តបន្ទាប់លោកប៉ាន់សវណ្ណបានបង្កើតគណៈបកទ្រទ្រជាតិដើម្បីដឹកនាំដោយខ្លួនឯងហើយចូលរួមជាមួយគណៈបក្សសិទ្ធិមនុស្សរបស់លោកកឹមសុខានៅឆ្នាំ2007មុនពេលទទួលមរណភាពលោកប៉ាន់សវណ្ណជាតំណាងរាជគណៈបក្សសង្គ្រោះជាតិប្រចាំខេត្តកំពង់ស្ពឺលោកប៉ាន់សវណ្ណអតីតនាយករដ្ឋមន្ត្រីលើកដំបូងរបស់កម្ពុជាក្រោយការដួលរលំនៃរបបកម្ពុជាប្រជាធិបតេយ្យឬខ្មែរក្រហមបានទទួលមរណភាពកាលពីយប់ថ្ងៃសៅរ៍ទី29ខែតុលាឆ្នាំ2016ដោយរោគគីពីតនៅឯគេហដ្ឋានរបស់លោកនៅក្នុងស្រុកត្រាំកក់ខេត្តតាកែវនៅក្នុងបទសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរីលោកប៉ាន់សវណ្ណបានរៀបរាប់អំពីទុក្ខលំបាករបស់លោកនៅពេលដែលលោកជាប់នៅក្នុងគុកនៅប្រទេសវៀតណាមអស់រយៈពេល10ឆ្នាំនិង52ថ្ងៃដូចនេះថាសូមលោករៀបរាប់អំពីព្រឹត្តិការណ៍ដែលលោកត្រូវបានគេចាប់ខ្លួននោះបន្តិចបាទចាប់ខ្លួននេះប្រសាទី1ខ្ញុំទាមទារឲ្យវៀតណាមគោរពបូរណភាពនិងអធិបតេយ្យភាពកម្ពុជាបញ្ហាទី2សម្រាប់វាសនាដឹកនាំប្រទេសជាតិសូមឲ្យអ្នកដឹកនាំប្រទេសជាតិសម្រេចដោយខ្លួនឯងការជំនួយយោបល់របស់វៀតណាមជាបទពិសោធន៍និងយកធ្វើជាមេរៀនខ្លះៗអាចធ្វើបានល្អហើយបើគេមិនបំពេញលើគ្រប់ផ្នែកខ្ញុំមានការរុះរើអាហ្នឹងបើគេថាខ្ញុំមើលទៅបែបអត់ដឹងតាមកំណត់របស់គេមិនបានហើយគេប្រើមន្ត្រីផ្ទៃក្នុងគណៈបកប្រជាជនគឺថាការិយាល័យនយោបាយមជ្ឈិមបកមាន8នាក់ទាំងខ្ញុំចឹងគេមើលណាដែលកូរិតយកចិត្តវៀតណាមទាមទារផលប្រយោជន៍ឲ្យវៀតណាមចឹងបានថាក្នុងប្រធានចាត់តាំងមជ្ឈិមបកគឺលោកសៃប៊ូថនគាត់មានការប្រឆាំងខ្ញុំតាំងពីដើមមកសម័យប្រជុំលើកគាត់ថាខ្ញុំចិត្តហិតបញ្ញាវ័នហើយលោកហ៊ុនសែនថាខ្ញុំទីអៀតនឹងអល់ជាតិនិយមហើយដល់កាលហ្នឹងចិត្តដល់ប្រាំងឆ្នាំ81និង82ដែរខ្ញុំដឹកនាំគណៈបរិបទបកនិងរដ្ឋាភិបាលទៅទស្សនានៅខេត្តពោធិ៍សាត់និងបាត់ដំបងដើម្បីមានគម្រោងស្ថាបនាប្រទេសកម្ពុជាឡើងតាមខ្សែក្រវ៉ាត់ព្រំដែនគឺថាលើកកម្ពស់ជីវភាពតាមព្រំដែនយើងធ្វើជាកន្លែងការពារខ្សែក្រវ៉ាត់ព្រំដែនយើងយកសេដ្ឋកិច្ចសង្គមកិច្ចហើយនឹងផ្នែកវប្បធម៌អតគិពលរដ្ឋនេះគេការពារបានហើយដល់ពេលហ្នឹងអ្នកដឹកនាំនៅកម្ពុជាគេចោទថាខ្ញុំនេះចង់ធ្វើរដ្ឋប្រហារគេអប់រំក្នុងបកនេះគេថាខ្ញុំចង់ធ្វើរដ្ឋប្រហារហើយខ្ញុំថាគឺនិយាយនឹងទីរុពេករដ្ឋប្រហារមកបើគំប្រធានបកប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រីជាអគ្គនាយកការកងកម្លាំងប្រដាប់អាវុធកម្ពុជាហ្នឹងគឺថាខ្ញុំទៅធ្វើរដ្ឋប្រហារយកអីអាហ្នឹងគេវាមិនតំហេតុតំផលកន្លែងហ្នឹងខ្ញុំទៅខេត្តពើសាន់ខ្ញុំត្រឡប់មកវិញនៅរសៀលថ្ងៃតាម
năm 1981តាមឃើញជុំវិញផ្ទះខ្ញុំឃើញរថក្រោះពីរដណ្ដាប់គ្រឿងហើយអង្គរៈវៀតណាមថ្មីនោះគេទៅប្រះមកដាក់យាមពាត់ជុំវិញផ្ទះខ្ញុំហើយកន្លែងផ្ទះខ្ញុំនេះឃើញវាខុសនឹងប្រក្រតីនេះខ្ញុំមានការសង្ស័យមិនដឹងគេធ្វើស្អីហើយដល់ពេលល្ងាចហ្នឹងម៉ោង17ជាងខ្ញុំទៅលេងកីឡាមុខផ្ទះខ្ញុំវាយតៃហ្នឹងហើយដល់ខ្ញុំមកចូលដល់ក្នុងផ្ទះឃើញវៀតណាមចាប់ដើរតាមខ្ញុំហើយមើលបែបគល់គុណខ្ញុំមានរឿងអីខ្ញុំឃើញបែបមានបាតុភូតអីមួយពួកខ្ញុំវាកើតឡើងដល់ម៉ោង18:15នាទីខ្ញុំឃើញលោកសាយពូថងហ៊ុនសែនឡើងផ្ទះខ្ញុំមកពេលខ្ញុំកំពុងកាន់ទេរពលខ្ញុំទួដល់គ្រប់មជ្ឈដ្ឋានដែលខ្ញុំលេខគ្រប់គ្រងសួរទៅក្រសួងការពារជាតិសួរទៅក្មួយមីសគារឿងអីបានរត់កោះមកនៅជុំវិញផ្ទះខ្ញុំហើយសួរទៅមន្ទីរបកទៅរឿងអីបានមានខ្លះនៅអង្គរៈហើយទៅសួរនៅស្តង់ដារឿងអីបានយ៉ាងចឹងហើយសួររដ្ឋមន្ត្រីក្រសួងមហាផ្ទៃគូសួរទៅឆ្លើយអត់រួចដែរហើយសួរលោកចាន់ស៊ីកាលខ្ញុំតែងតាំងគាត់ជារដ្ឋមន្ត្រីក្រសួងការពារជាតិវិញក៏អត់ដឹងអីដែរហើយដល់ពេលហ្នឹងម៉ោងហ្នឹងឃើញលោកហ៊ុនសែននិងលោកឆៃប៊ូថងមកខ្ញុំពុំអង្គុយហៅទេលេហ្វូនហ្នឹងគាត់មកចង្អុលមុខខ្ញុំគាត់ថាបងឯងក្បត់ជាតិបងឯងចាំស្ដាប់សម្រាប់មិត្តហ៊ុនសែនអានសេចក្តីសម្រេចចិត្តរបស់ការិយាល័យនយោបាយមជ្ឈិមបកប្រជាជនបដិវត្តកម្ពុជាដករាល់តំណែងបងឯងហើយបានលោកហ៊ុនសែនគាត់ចេញឯកសារចេញពីបបោគាត់មកអានឲ្យខ្ញុំស្ដាប់ហ្នឹងមានប៉ូលីស A21 គេថាប៉ូលីសពិសេសរបស់គេចូលផ្ទះខ្ញុំជាមួយលោកហ៊ុនសែនមួយសាយបថងហ្នឹង4នាក់គេមកឈរអមហើយដល់ពេលលោកហ៊ុនសែនចាប់ដើមអានហ្នឹងប៉ូលីសហ្នឹងមកចាប់ទេរពលទីដៃខ្ញុំហ្នឹងបាយលើតុម៉ាក់លើតុហ្នឹងបាយខ្ទេចទៅហើយដល់នោះបានលោកហ៊ុនសែនគាត់អានសេចក្តីសម្រេចចិត្តខ្ញុំសូមរំលឹកសេចក្តីសម្រេចចិត្តរបស់មជ្ឈិមបកប្រជាជនបដិវត្តកម្ពុជាជូនលោកដល់លោកចង់ដឹងគេដាក់ថាការិយាល័យនយោបាយមជ្ឈិមបកប្រជាជនបដិវត្តកម្ពុជាបានបើកសម័យប្រជុំវិសម័យក្រមអធិបតីរបស់សមមិត្តហេងសំរិនធ្វើសេចក្តីសម្រេចចិត្តដករាល់តំណែងពីបងប៉ែនសវណ្ណទូកំហុសរបស់បងប៉ែនសវណ្ណការិយាល័យមជ្ឈិមបកបានឯកភាពដោយកន្ទ្រម1បងប៉ែនសវណ្ណប្រឆាំងរបបកុម្មុយនីសកសាងសេដ្ឋកិច្ចតាមទីផ្សារសេរី2បងប៉ែនសវណ្ណមានសតិអារម្មណ៍ចង្អៀតចង្អល់ជាតិនិយមហួសហេតុតែឆាំងលីកុងវៀតណាមមិនអោយវៀតណាមមកតាំងលំនៅលើប្រទេសកម្ពុជាដីបងប៉ែនសវណ្ណអោយយកទៅដាត្រាវស៊ីបលៀនយន្តហោះពោយន្តង់មិនយកយល់ដល់យន្តហោះវៀតណាមនិងមិនក៏រត់តាមយោបល់វៀតណាមដែលអោយបង្កើតក5យោងតាមទោសកំហុសដ៏ធ្ងន់ធ្ងររបស់បងប៉ែនសវណ្ណនេះការិយាល័យនយោបាយមជ្ឈិមបកប្រជាជនបដិវត្តកម្ពុជាបានសម្រេចចិត្តដករាល់តំណែងនិងបញ្ជូនបងប៉ែនសវណ្ណទៅដាក់គុកនៅទីក្រុងហាណូយសម័យប្រជុំវិសម័យក្រមអធិបតីរបស់សមមិត្តហេងសំរិនថ្ងៃ30ខែ11ឆ្នាំ1981ពេលនឹងលោកហ៊ុនសែនក៏ត្រុសចេញទៅពីលើផ្ទះខ្ញុំលោកសាយប្រចាំចុះទៅប៉ូលីស A21 ខ្ញុំពុំប៉វ៉ែនតាអញ្ចឹងគាត់យកកណាត់ខ្មៅចងមុខបែកវ៉ែនតាប្រុសក្នុងនឹងនៅហើយគេចាត់បៃខ្នោះខ្ញុំគេមកក្រៀកខ្ញុំដឹកដៃខ្ញុំពីលើផ្ទះមកយកទៅបោះក្នុងឡានបោះដូចជ្រូកក្នុងឡានដឹងបោះឲ្យមានប៉ូលីសវៀតណាមគេ4នាក់គេអង្គុយក្នុងឡានហ្នឹងគេស្កត់កខ្ញុំស្កត់ថ្មខ្ញុំស្កត់ក្លោផងថាណែឯងកុំលោឡាតែលោឡាចិត្តងាប់អាហ្នឹងគេថាអញ្ចឹងហើយដឹកខ្ញុំចេញពីផ្ទះខ្ញុំទៅយកទៅដាក់នៅកន្លែងណាខ្ញុំអត់ដឹងទេពីព្រោះគេយកកណាត់ខ្មៅចោលមុខខ្ញុំជាប់នៅពេលនោះខ្ញុំអត់ដឹងដែរបាទហើយឯកូនតូខ្ញុំនៅជាមួយខ្ញុំមួយគេយកទៅញាត់ក្នុងបកូនឯងហើយគេដឹកយន្តហោះខ្ញុំទៅគេថាមានប៉ូលីសគេ4នាក់គេអង្គុយស្កត់ជើងខ្ញុំយើងស្កត់ស្មាខ្ញុំឬ4នាក់នៅនឹងហើយខ្ញុំមិនអាចកម្រើកបានហើយលេខខ្ញុំគេចោលយកកណាត់ខ្មៅចោលជាប់យូរខ្ញុំអត់មើលអីឃើញទេតើជាគុកធម្មតាឬក៏គាត់ជាការឃុំឃាំងនៅក្នុងផ្ទះណាមួយទេពេលឡើងទៅជើទៅដល់ខ្ញុំឃើញដល់វាប្រហែលគុកហើយមិនដឹងស្អីកន្លែងទីតាំងកន្លែងណាខ្ញុំអត់ដឹងទេពីព្រោះតែដូរកន្លែងហ្នឹងគេបិទទ្វារគេបើកកណាត់ខ្មៅចេញពីភ្នែកហើយពេលនោះខ្ញុំនៅទៀមទីនៅអរិញការបញ្យលរបស់បកប្រជាជនបដិវត្តកម្ពុជាតើខ្ញុំមានទោសកំហុសអីគឺថាសូមដោះស្រាយផ្ទៃខ្ញុំហើយមានការបញ្យលឲ្យខ្ញុំដឹងថាទោសកំហុសអីខ្ញុំក្បត់ជាតិប្រពាក្យក្បត់ជាតិមួយម៉ាត់ហ្នឹងគឺធ្ងន់ណាស់ហើយខ្ញុំស្នើលិខិតមកមិនព្រមឆ្លើយហើយឲ្យខ្ញុំសូមជួបតំណាងបកគុំលីវៀតណាមតើខ្ញុំមានទោសកំហុសអីមកនេះគ្មានតឡាការគ្មានច្បាប់នៃកាត់ទោសខ្ញុំយកគុំទុកនៅហ្នឹងខ្ញុំសូទៅពីមួយថ្ងៃទៅមួយថ្ងៃពីមួយអាទិត្យទៅមួយអាទិត្យបានពេលព្រឹកឃើញម៉ោង9ជាងនៅថ្ងៃ13ខែធ្នូឆ្នាំ1981បានឃើញលោកលឺហើយចូលមកខ្ញុំពុំបាក់បៀអស់កម្លាំងនៅអង្គុយងូកតុកហ្នឹងគាត់មកដល់បាយតុកម៉ាំងហ្មងគាត់អល់មុខខ្ញុំគាត់ថាខ្ញុំមិនស្មានបានបងឯងហ៊ានធ្វើអញ្ចឹងបងឯងហ៊ានប្រឆាំងជាមួយយើងខ្ញុំកងទ័ពយើងខ្ញុំបោះនៅប្រទេសបងឯង180ប៉ុណ្ណាហើយបងឯងហ៊ានធ្វើអញ្ចឹងខ្ញុំស្មានថាបងឯងស្មោះត្រង់ជាមួយនឹងយើងខ្ញុំបងឯងកាត់តាំងគណៈកម្មការព្រំដែនកម្មការជនតោវេបងឯងចង់គ្រប់គ្រងប្រទេសជាតិដល់ខ្លួនឯងសប្តាហ៍ថ្ងៃនេះក៏ប្រទេសណែឯងទោះបីមានកងទ័ពក្នុង180ប៉ុណ្ណឬគ្មានក្រោយប្រទេសកម្ពុជាអត់ចេញពីរង្វង់ដៃយើងខ្ញុំទេអ្នកណាមួយហ៊ានកម្រិតចេញរង្វង់ដៃខ្ញុំ
ខ្ញុំសម្បាច់ឲ្យមុតតាំងកហេតុនៅក្នុងពងម្លេះនេះក៏ធ្វើអញ្ចឹងហើយបងឯងមានទុកកំហុសបងឯងប្រឆាំងចំពោះយើងខ្ញុំបងឯងប្រឆាំងចំពោះបកប្រជាជនបដិបត្តិកម្ពុជានឹងគឺយើងខ្ញុំឲ្យបងឯងជាប់គុកនៅទីនេះអត់មានទឹកសេរីតែនិយាយយ៉ាងហ្នឹងក៏បាយតបមិនក៏ដែរគេរយលោកអត់មានឱកាសក្នុងការនិយាយទូនំនេះទីសម្រាប់ជាប់គុកហ្មងសូមលោករៀបរាប់បន្តិចអំពីជីវភាពរស់នៅរបស់លោកនៅក្នុងពន្ធនាគារពេលលោកថតចេញទៅចឹងហើយបានគេកំណត់ថាខ្ញុំនឹងនៅក្នុងគុកនឹងគេកាន់តែបិទគិតទៀតគ្រប់ត្រូវព្រះអាទិត្យអីពលឺមកកើតទៀតអត់ឃើញទេអ្នកណារស់នៅក្នុងគុកជាមួយលោកនៅពេលនោះអត់ទេគុកនឹងខាងខ្ញុំដឹងគ្នាណារបស់ខ្ញុំមិនបានឃើញគេថារស់នៅគេបិទចិត្តតែចេញមកផ្លាស់មួយនេះទៅយកកណាត់មកបិទព្រែកហើយខ្ញុំមិនដឹងគេនឹងក៏ជាប់គុកទី1នេះខ្មានរហែលតែប្រហែលអាទិត្យទេខ្ញុំបានសរសេរលិខិតមួយឲ្យសួរការិយាល័យនយោបាយមជ្ឈិមបកប្រជាជនបដិបត្តិកម្ពុជាទោះមកអីសុំបំភ្លឺឲ្យខ្ញុំដល់ពេលហ្នឹងគេផ្ញើលិខិតឲ្យខ្ញុំមកនៅភ្នំពេញគេក៏លេខថាតាធារណរដ្ឋប្រជាមានិតកម្ពុជាឯករាជ្យសន្តិភាពសេរីភាពសុភមង្គលអាហ្នឹងគេមកវចនារបស់គេហើយខាងឆ្វេងនេះថាគណៈចាត់តាំងមជ្ឈិមបកប្រជាជនបដិបត្តិកម្ពុជាតែក្តីសម្រេចចិត្តលើកទី2ផ្ញើជូនបងប៉ែនសវណ្ណសូមបងកុំសួរអ្វីមកបកប្រជាជនបដិវត្តកម្ពុជារលទោសកំហុសរបស់បងឯងក្បត់ជាតិបងឯងយល់ជាងណាទាំងអស់ហេតុនេះបងឯងហើយនឹងប្រពន្ធបងឯងមិនអាចមកប្រទេសកម្ពុជាទេបងឯងជាប់គុកនៅនោះអស់មួយជីវិតតែពូថងជួសគណៈចាត់តាំងមជ្ឈិមបកប្រជាជនបដិវត្តកម្ពុជាសេចក្តីមកគេចឹងហើយដល់យប់ហ្នឹងថ្ងៃ13ខែទីឆ្នាំ1482បង21:30នាទីខ្ញុំនិយាយសូឡានរត់មកដល់នេះឬសុបិទវាក្រាំងថាឡានកំងការហើយដល់ក្រោយនេះឆាប់មេអរិយយើងគុកហ្នឹងគេចូលលងបន្ទប់ខ្ញុំពងដេកហើយគេថាឡើងបងព្រៀបថាកន្លែងទៅគេកំហុកមួយដឹងហើយបានពេលហ្នឹងគឺមានប៉ូលីសយកកណាត់មកចោលគ្នាទៅហើយក៏ដឹកទៅនឹងកន្លែងណានេះពីព្រោះក្នុងយុបងឹតផងគេយកកណាត់មកបិទតែផងមិនដឹងទេហើយដល់ពេលហ្នឹងម៉ោង22នៅស្ងាត់ដល់ហ្នឹងខ្ញុំទៅដល់គុកថ្មីមកគុកថ្មីយ៉ាប់យកគុកចាស់ទៀតគុកនៅនេះទីក្រុងហាណូយអាហ្នឹងតាមខ្ញុំមើលចំកលភូមិសាស្ត្រខ្ញុំមើលឃើញយន្តហោះកាត់នៅកន្លែងហ្នឹងប្រហែលឃ្លាតពីទីក្រុងហាណូយ11គីឡូឬ12គីឡូឬ13គីឡូតែប៉ុណ្្នឹងនេះប៉ុណ្្នឹងនៅទិសខាងលិចហាណូយហើយដល់ក្រោយហ្នឹងបានខាងមន្ត្រីជាន់ខ្ពស់របស់បកកុម្មុយនីសវៀតណាមថ្ងៃ30ខែ9ឆ្នាំ1983គាត់ចូលកន្លែងខ្ញុំចូលក្នុងគុកហ្នឹងគេថារកសុំប្រកាសបងឯងជាផ្លូវការកន្លងមកបកប្រជាជនគេចាត់តាំងតំណាងមករួមចំណែកបុណ្យជាតិវៀតណាមថ្ងៃ2កញ្ញាហើយគេបានសន្ទនាជាមួយបកកុម្មុយនីសវៀតណាមគេថាសំណូមពរឲ្យវៀតណាមកុំដោះលែងបងឯងចេញពីគុកឥឡូវសូមបងឯងកុំធំទៅចេញពីគុកទៀតអត់ឲ្យបងឯងលន់នឹងអស់មួយជីវិតហើយចំពោះប្រពន្ធបងឯងគឺថាបងឯងអត់មានការតំណាក់តំណងអីទៀតទេប្រពន្ធបងឯងហ្នឹងក៏មិនចូលចិត្តបងឯងដែរអាហ្នឹងក៏ថាបាយមិនបាច់ទៅតាក់ទងប្រពន្ធកូនទៀតឬបងចាប់ពុកអស់មួយជីវិតចឹងដល់ប្រហែលមួយខែក្នុងឆ្នាំ1983ហ្នឹងគេយកទៅគុកមួយយ៉ាប់ជាងហ្នឹងទៀតអាហ្នឹងក៏គុកងាប់គុកហ្នឹងនៅជិតមច្ឆាជាតិគេនៅជិតក្រុងហាណូយហ្នឹងគេថាបើងាប់គេយកទៅកប់ចោលកន្លែងណាខ្ញុំអត់ដឹងទេគេយកខ្ញុំចេញពីគុកហ្នឹងប្រហែលម៉ោង9យប់មិនអលឹមល្ងាផងគេយកទៅដាក់នៅគុកកន្លែងហ្នឹងខ្ញុំអត់ដឹងទេចាំចូលដល់កន្លែងហ្នឹងគេបើកភ្លើងហ្នឹងគេបិទទ្វារក្រឹបហ្នឹងទៅហើយគេថាឥឡូវចង់ដេកមិនបានដេកទៅលើគេអត់បាត់ទេកន្លែងនេះគេថាអញ្ចឹងហើយគុកហ្នឹងគឺគុកយ៉ាប់បំផុតភូមិសាស្ត្រកន្លែងណាអត់ដឹងទេហើយចូលទៅគេបិទចិត្តដល់កន្លែងហ្នឹងគេបើកបាំងមុខចេញហ្នឹងគេបើកភ្លើងអញ្ចឹងមិនដឹងថាទីតាំងកន្លែងណាទេហើយអ្នកយាមគុំគេផ្លាស់អ្នកថ្មីអ្នកហ្នឹងសាហាវណាទីមើលយើងធ្វើមុខដូចចង់កំផឹងអញ្ចឹងណាគុកកន្លែងហ្នឹងកំពុះពីកាំងក្នុងផ្ទះហ្នឹងគឺអត់មានបង្អួចមានអីទេមានតែប្រហោកអត់ដល់លើសម្រាប់យើងដកសល់ភ្លើងគេបញ្ចាំងមកយើងជាប់ចឹងគេថាព្រោះវាអត់មានពលឺប្រាក់គិនវាបញ្ចាំងមកជាប់ទៅហើយលោកចេញគេចេញហាត់ប្រាណចេញអីខ្ញុំនៅក្នុងរោងហ្នឹង15ម៉ែត្រការ៉េហ្នឹងហាត់ប្រាណនៅក្នុងហ្នឹងអាចងើមនៅក្នុងហ្នឹងអត់ទៅកន្លែងណាទេអាហ្នឹងគឺអញ្ចឹងគេមានវេដំធ្វើទរណកម្មលោកទៅបានតាំងពីគុកទី1ដល់គុកទី2ក៏អត់មានវេដំចំឆាអីទេព្រោះអ្នកនយោបាយក៏អត់មានវេដំទេស្អីគេអត់សួរចម្លើយគេថាចាប់ហើយបើគេដឹងថាខ្ញុំក្បត់ហើយអត់ដល់ប្រយោជន៍ទេគេក្បត់ហើយគេមិនទួទេប៉ុន្តែគេធ្វើយើងដោយសថៃប្រសាទឧទាហរណ៍ខ្ញុំដេកទៅធម្មតាគេមានភ្លើងមួយនៅពីលើហ្នឹងអំពូលខំហ្នឹងហើយខ្ញុំដេកខ្ញុំដាក់ប្រើភ្លើងដេកនៅភ្លើងខ្ញុំដេកបានមុនខ្ញុំដេកបែរក្បាលបកើតគេដាក់ភ្លើងថាហ្នឹងមកពីលិចមកឲ្យចាំងភ្នែកខ្ញុំដេកមិនលក់ហើយដល់ឃើញតែយើងស្អែកខ្ញុំដេកបាត់លិចវិញគេដាក់ភ្លើងបកើតមកទៀតដល់ក្រោយខ្ញុំដេកបែរក្បាលលបងគេដាក់ភ្លើងក្នុងជើងមួយទៀតចាំងមកមុខហ្នឹងហើយដេកបានជើងដល់បងដល់ក្រោយឡើងខ្ញុំបកកែវល់គេបតោពពុះភ្លើងនៅចំពីលើហ្មងអស់កន្លែងវល់បើអញ្ចឹងខ្ញុំមានវិធីមើលខ្ញុំយកអាវយឺតពេលដេកខ្ញុំចង់ភ្នែកឲ្យតឹងមកឲ្យងឹតហ្មងអាហ្នឹងអញ្ចឹងហើយចង់គេក៏គោលយកសំឡេងអីស្រុងធ្វើឲ្យគឺខេងហ្នឹងខ្ញុំយកសំឡេងខ្ញុំញុកតិចខ្ញុំណែនមកកុំឲ្យលឺអីទាំងអស់
ហើយក៏មើលអីឃើញហ្នឹងយើងធ្វើចឹងហើយគេកាន់ខ្ញុំនៅកន្លែងហ្នឹងពេលមួយព្រាមគេដោះដបូលមួយឲ្យទឹកផក់តក់ស្រល់ហ្នឹងណាពីព្រោះតែហ្នឹងធ្វើទរណកម្មនយោបាយទៅថៃផ្តាណាហើយចឹងយើងដេកកំលក់ហើយតំណក់ទឹកភ្លៀងនោះចេះតែតក់ជប់អលឹមនេះពួកគេអលឹមវែងណាអាហ្នឹងក៏ការរស់នៅហើយមានពេលខ្លះគេដឹកជាគៀងប្រេងកាតលាយជាមួយប្រេងម៉ាស៊ូតបច្ចេកជាគៀងហ្នឹងគេមូលធំហ្នឹងដើម្បីគេអត់អាកំតិចផ្សែងហ្នឹងវាខ្មៅឡើងពេញហ្នឹងគាត់គេបិទចិត្តណាហើយដល់ច្រមុះហ្នឹងសិតតែធ្យូងខ្មៅពេញហ្នឹងអស់ហើយសួររបាច់បិទអីមានអគិសនីហើយគេដុតត្រៀមកាញ់ភ្លើអគិសនីនោះមានភ្លើងហើយគេធ្វើចឹងដើម្បីធ្វើទរណកម្មយើងឲ្យដកទាំងហើមកសិតហ្នឹងហើយព្រលឹមឡើងខ្ញុំយកដៃស្កឹះមកសិតអាកំតិចជូងប្រេងកាតមកយូរហ្នឹងណានៅពេញហ្នឹងហើយដល់ក្រោយចឹងគេនៅធ្វើចឹងខ្ញុំក៏យកអាកូនកសែងមួយកណាត់បន្តិចខ្ញុំយកបិទច្រមុះដកទាំងហើមណាហើយដល់ព្រលឹមឡើងមើលអាកូនកសែងសិតជូងគេធ្វើទរណកម្មចឹងហើយមួយទៀតរឿងហូបចឹកគេដឹងថាខ្មែរយើងប្រពៃនេះដូចខ្ញុំមិនចេះស៊ីសាច់ឆ្កែអីទេជួនកាលគេធ្វើឆ្កែយកមកឲ្យខ្ញុំស៊ីជ្រក់មួយអាទឹកអំបិលណាឆ្កែស្ងោជ្រក់មួយអំបិលហើយគេធ្វើចឹងហើយមួយទៀតគេថាគេរើមនុស្សណាដែលប្រកែខាក់ខែត្រោះ20បដែលមុខខ្ញុំស៊ីបាយនេះគេមកស្ដោះគេមកញីមកខាក់ដល់ហ្នឹងតពេលខ្ញុំចាប់គេទៅវិញដែរគេធ្វើឲ្យឈឺក្នុងកសែសារណាឲ្យឆាប់ងាប់គុកនេះគេធ្វើឲ្យងាប់ដោយឯងហ្មងរឿងគេធ្វើទរណកម្មយើងអត់ទៅបាយដំឆក់តែភ្លើងឬធ្វើអីទេហើយបើទឹកស្រុកគេវៀតណាមគឺល្ងាដូចឲ្យយកកបិតឈូតដល់ខ្លួនហ្នឹងងូតទឹកហើយលើខ្ញុំទៅដងទឹកមុនបងហ៊ានងូតទេយកទឹកដាក់ដៃហ្នឹងប៉ាតខ្លួនឲ្យចិត្តឲ្យសំខាន់ឲ្យអង្សាសម្រាប់តាមចិត្តកាសចឹងហើយបាទហ្នឹងគឺលំបាកចឹងរឿងទឹកងូតខ្លួនម៉ាក់រឿងគុណរឿងស៊ីខ្លួនរឿងដេកខ្លួនម៉ាក់មកចប់ទាំងអស់ជួនកាលសក់វែងដោយស្រីវាសួរឲ្យកាត់តអត់វាយើងថាកាត់យើងកាត់ឲ្យអត់យើងទូសក់វែងចឹងហើយតាំងពីទៅគល់ឆ្មាមដល់ទូសក់ស្មើកចឹងវាអត់តង់ដែរហើយថាគេកាត់ឲ្យគេយកកត្រៃមកដល់គេត្រឹបយកទៅឲ្យខ្លីទៅអាហ្នឹងក៏បានដែរកុំឲ្យទៅខ្លួនហើយគុកនោះគឺគុកងាប់មិនមែនគុករស់ទេទូកន្លែងនោះបានអាពួកនេះវាអាណិតខ្ញុំដែរអាគុកមានអ្នកខ្លះល្អដែរវាសួរពួកអីចាប់គុករឿងអីមកទៅកន្លែងហ្នឹងទៅកន្លែងហ្នឹងវាគុកមានចូលអត់ចាញ់ហើយមានអ្នកខ្លះគេងាប់នៅកន្លែងហ្នឹងហើយពួកឯងមកចូលហ្នឹងខ្ញុំឃើញពួកឯងអាណិតប៉ុន្តែពួកឯងឡើងទូកមកអីហើយខ្ញុំថាវិញថាឯងមិនដឹងអញមានទូកផអីហើយមកហ្នឹងអត់ដឹងអីចុះហើយខ្ញុំអត់ដឹងដែរពីពួកកន្លែងហ្នឹងកន្លែងគុកងាប់ពួកឯងនៅកន្លែងហ្នឹងទោះបីពួកឯងប្រតិកម្មមិនគួរនៅស្លាប់មិនប្រតិកម្មស្លាប់ដែរគេទុកទៅស្លាប់ឯងក្នុងហ្នឹងហ្មងបាទអញ្ចឹងក្រោយមកលោកត្រូវបានដោះលែងចេញមកវិញដោយសារអីបាទដោះលែងចេញវិញដោយតែកិច្ចព្រមព្រៀងនៅទីក្រុងប៉ារីនៅថ្ងៃ23ខែតុលាឆ្នាំ1991កាលនោះគឺថាសហគមន៍អន្តរជាតិឲ្យភាគីខ្មែរទាំងអស់បញ្ឈប់បង្ហូរឈាមគ្នាសម្រាប់សម្រួលឲ្យប្រទេសខ្មែរមានសន្តិភាពហើយគេនៅខ្មែរយើងនៅបច្ចិមប្រទេសនិងសហគមន៍អន្តរជាតិ16ប្រទេសនោះគេបានសួរឡើងវិញថាអ្នកដែលជាប់គុកនយោបាយក្នុងយថាហេតុណាមួយនោះសូមឲ្យភាគីកម្ពុជាវៀតណាមដោះលែងចេញហើយបានលោកតាសឿនតានសួរថាលោកប៉ាន់សវណ្ណជាប់គុកនៅហាណូយតើលោកប៉ាន់សវណ្ណស្លាប់ឬរស់បើស្លាប់នៅពេលណាហើយក៏បើរស់ដោះនៅឯណាសូមដោះលែងលោកប៉ាន់សវណ្ណជាមិនតាន់ដល់ពេលនោះគឺថាខ្ញុំបានកិច្ចព្រមព្រៀងកូរ៉េនឹងក៏ទាមទារឲ្យដោះលែងអ្នកគុកនយោបាយខ្ញុំនៅផប់ពីស្នើនៅមានជីវិតហើយក៏បានគេដោះលែងទីគុកហើយវិធីឃុំឃាំងនៅម៉ោង7ព្រឹកថ្ងៃ25ខែ1ឆ្នាំ1992ហើយពេលហ្នឹងខ្ញុំក៏សុំគេថាបញ្ជូនខ្ញុំទៅប្រទេសកម្ពុជាវិញគេគាត់អនុវត្តតាមសំណងពររបស់ខ្ញុំនេះបាទលោកប៊ូទីនគាត់ថាកាលពីលោកត្រូវបានឃុំឃាំងនៅប្រទេសវៀតណាមគឺមិនមែនជាគុកទេគឺជាការឃុំឃាំងនៅក្នុងផ្ទះសារនោះជាការពិតឬក៏មិនពិតទេបាទខ្ញុំនិយាយមានពីរជាប់គុកកងឹតនិងមន្ទីរឃុំឃាំងអាហ្នឹងគេចេញពីគុកកងឹតមកពេលកិច្ចព្រមព្រៀងប៉ារីសដែលគេពងអាស៊ី1ស៊ីម2ឲ្យមានកិច្ចព្រមប៉ារីសណាហើយពេលហ្នឹងគេយកខ្ញុំមកឃុំឃាំងនៅថ្ងៃ13ខែ2ឆ្នាំ1988កាលពីដើម82ខ្ញុំនៅក្នុងគុកកងឹត3ហើយដល់ក្រោយនោះដើមខែ2ហ្នឹងគេយកខ្ញុំមកចូលមន្ទីរឃុំឃាំងចេញពីគុកកងឹតយកទីឃុំឃាំងគេយកខ្ញុំមកលេងនៅអាកន្លែងហ្នឹងគេថាកន្លែងប្រពន្ធកូននៅហ្នឹងគេថាតាមរបបទំហំច័ន្ទគេសម្រាប់ប្រពន្ធកូនខ្ញុំឡប់នៅហ្នឹងណាហើយខ្ញុំទៅឃើញនៅកន្លែងហ្នឹងហើយដល់នេះគេយកខ្ញុំមកដាក់នៅកន្លែងនេះក៏ได้តែឃុំឃាំងដែរហ្នឹងទី88ឡើង88គឺថ្ងៃ13ខែ2ឆ្នាំ1988ហ្នឹងគេជួនខ្ញុំមកឃុំឃាំងនៅកន្លែងហ្នឹងនៅជាមួយភរិយារបស់លោកនៅជាមួយគ្នាចឹងប៉ុន្តែរៀបរួមគឺគេឲ្យទីតាំងមូលដ្ឋានរដ្ឋភ្លេចពួក A21 តាមដានខ្ញុំអ្នកណាចូលចុះមកគេមើលលេខឡានឬលេខម៉ូតូអ្នកណាមិត្តភក្តិនិស្សិតខ្មែរគេទៅស្គាល់ខ្ញុំកន្លែងហ្នឹងគេមើលលេខម៉ូតូមើលកង់ពណ៌អីហ្នឹងគេដេញតាមទៅដល់កន្លែងនិយាយរួមឃុំឃាំងមួយដល់ក្រៀមក្រោះដល់ខ្សោះបំផុតគឺខ្ញុំអត់មានសិទ្ធិនិយាយស្ដីហើយក្នុងផ្ទះប្រពន្ធខ្ញុំនៅហ្នឹងពីដើមអត់មានអីដល់ពេលខ្ញុំនៅហ្នឹងមានពួកចារកម្ម A21 គេដាក់ម៉ាត់សូបាយសម្រាប់ស្ដាប់សំឡេង
មិត្តភក្តិណាឬអ្នកស្គាល់ណាគេមកសួរខ្ញុំនិយាយពីរឿងអីចំណេះចំណពីរឿងអីក៏នៅបញ្ឆាប់មកដូចគេទួលបានអស់អាហ្នឹងក៏មកសួរបាយសម្ងាត់អាហ្នឹងក៏បច្ចេកទេសរបស់គេអាហ្នឹងចាប់ដើមខ្ញុំមិនតន់ចូលដល់កន្លែងនេះក៏ដាក់ដែរបើមកចូលបាយដាក់កន្លែងណាមើលឃើញប៉ុន្តែខ្ញុំនិយាយអីពូវាដឹងដែរអាហ្នឹងគេហៅថាទីតាមដាននៅខាងកូនគេតាមដាននៅខាងជុំវិញគេតាមដានតាមខ្ញុំទៅហ្នឹងខ្ញុំអត់ចុះដីទេចុះទៅនៅគេទៅគេតាមដានមានម៉ូតូផងមានកង់ផងគេដេកតាមដានមានអាយកូនគេថាទៅដល់កន្លែងណាកន្លែងណានិយាយរួមការពិតពិបាកជាងនៅក្នុងគុកទៀតពីព្រោះយើងអត់មានគិតដើរគេតាមដានហើយយើងអត់មានគិតនិយាយសម្រាប់តំណាលអីរឿងប្រពន្ធកូនអីទៅហ្នឹងដែលថាឃើញចេញមកអញ្ចឹងណាហើយដល់ពេលអញ្ចឹងA21ខ្លះគេនៅអាណិតត្រែងដែរគេឃើញកូនទៅខ្ញុំមួយទូទៅលេងចាស់សៃនៅខាងមុខផ្ទះហ្នឹងផ្ទះក៏នៅជាន់ទី4នោះហើយសម្រាប់គេងាយគ្រប់គ្រងណាទូត្រាដល់គេឃើញអញ្ចឹងគេហៅកូនខ្ញុំទូចស្រីហ្នឹងហៅខ្សឹបផាវាគេថាប្រាប់ក្រុមគ្រួសារប្អូនឯងហើយនឹងប៉ាកូនឯងដែលមកនៅកន្លែងហ្នឹងមិនមែនកន្លែងសេរីភាពទេកន្លែងនេះគេដាក់មិនសិទ្ធសម្រាប់តាមដាននិយាយស្ដីទៅហើយគេមានកាមេរ៉ាគេដាក់នៅកន្លែងផ្សេងទៀតបងឯងមិនដឹងទេប៉ុន្តែក្នុងផ្ទះបងឯងមានគេដាក់ហើយបើបងឯងចង់និយាយអីពីក្នុងផ្ទះហ្នឹងបងឯងឲ្យចេញមកពីរបៀងមកប្រហែល10ម៉ែត្រពីមាត់ទ្វារហ្នឹងគេសុវត្ថិភាពអត់មានអីទេបើថាក្នុងហ្នឹងនិយាយគឺថានិយាយទៅយ៉ាងណាគេស្ដាប់បានដែរអ្នកទី2ស្ដាប់បានក្បែរយើងហ្នឹងគឺថាបើសិនគេស្ដាប់បានដែរអាហ្នឹងគេប្រាប់ចឹងបើចឹងកន្លែងហ្នឹងក៏លំបាកជាងកន្លែងឃុំខាំងទៀតពីព្រោះកន្លែងហ្នឹងវាបន្ទប់តូចហើយជាន់ទី4មិននឹងទៅណាទេអាហ្នឹងគេហៅទីឃុំខាំងមិនមែនផ្ទះទេអាហ្នឹងសូមជម្រាបទាំងហើយប្រពន្ធកូនហ្នឹងក៏ថាមនុស្សទាំងគិតតាមានមិត្តភ័ក្តិអីមកលេងក៏អត់ឲ្យមកលេងតែមកហ្នឹងគេរៀបរាប់ពីរឿងចេះរឿងចុះអាហ្នឹងក៏ហៅជាប់និន្នាការដែលហៅថាចង់និយាយអំពីទៅមិនចេះអាហ្នឹងឃើញតែប្រយ៉ាប់យ៉ាងហ្នឹងទៀតអញ្ចឹងគេបដូរលោកមកនៅកន្លែងដែលលោកកំពុងរៀបរាប់មាញ់ហ្នឹងគឺដោយសារមានការពិភាក្សាគ្នានៅទីក្រុងប៉ារីអំពីកិច្ចព្រមព្រៀងហ្នឹងហើយគេទៅឲ្យសើចឹងឲ្យចេញមើលទីអរគុំងឹតមកបាទ